លើកទី1ដែលខ្ញុំនំកូនឲ្យមកស្គាល់ឲ្យបានមកហែបនកឋិនតែរឿងដែលហួសចិត្តនឹងកំពុងតែហែសុកមនុស្សឲ្យឡើងភ្លុកទឹកភ្លុកដីងាកមើលតែក្រៃបាត់កូនបាត់អញ្ចឹងនេះគឺជាសកម្មភាពជាក់ស្ដែងនៅពេលដែលខ្ញុំនំកូនមកធ្វើបុណ្យកឋិននៅខេត្តពោធិ៍សាត់ធ្លាប់ជិះទៅឆ្ងាយដល់ជិះធំពោធិ៍សាត់អីសម្រាប់ខ្ញុំដូចជិះទៅផ្សារអូស័យអញ្ចឹងទៅណាក៏បានដែរនៅតាមផ្លូវមានអីញ៉ាំតែចេះឆ្កល់រៀបចំអីវ៉ាន់ចេះឆ្កល់ភ្លេចខ្ញុំភ្លេចទៅដោះគោមកតាមតែទាំងអស់គ្នាខ្ញុំពិបាកគេងណាមុនគេងរាល់ថ្ងៃទៅផឹកទៅដោះគោមកកាប់ឯបានគេងលក់ស្រួលហើយនឹកឃើញនឹងមកនៅជាខេត្តទៀតតែគេសំណាងល្អដែរមកម៉ាត់នេះគឺគេមានលក់ទៅដោះគោសុនិតច្រឡល្មមអញ្ចឹងមិនថាទៅដោះគោសុនិតច្រឡអត់ពិបាករកទេអ្នកទាំងអស់គ្នានៅណាក៏មានលក់ដែរសុនិតច្រឡគឺជាទៅដោះគោស្រស់ដែលមានរសជាតិឆ្ងាញ់ហើយសំខាន់ណាគឺខ្ញុំញ៉ាំត្រូវអាហ្នឹងមួយថ្ងៃយ៉ាងតិចណាំផុតក៏មួយកែវដែរដើម្បីឲ្យមានកម្លាំងធ្វើការផងហើយណាមួយយើងអាសាដើរលេងជាទៀតត្រូវបើតិចអស់កន្លែងនៅក្នុងទឹកដោះគោស្រស់សុនិតច្រឡនោះមានអាហារូបត្ថម្ភច្រើនមានដូចជាវីតាមីនកាល់ស្យូមប្រូតេអ៊ីនជំនួយដល់សុខភាពហើយត្រូវត្រង់រាងកាយបានល្អទៀតហើយបើសួរកូនក្មេងញ៉ាំបានអត់ញ៉ាំបានគ្រប់វ័យហ្នឹងកូនក្មេងវិញមកខួបឡើងគឺញ៉ាំបានហើយមិនមែនត្រឹមតែញ៉ាំបានហើយញ៉ាំទៅល្អទៀតជួយដល់ធ្មេញជួយឆ្អឹងរឹងមាំហើយជួយទៅដល់ការអភិវឌ្ឍខួរក្បាលល្អទៀតនោះពេញវ័យមិនថាជាអ្នកសិក្សាអ្នកធ្វើការឬអ្នកលេងកីឡាទេញ៉ាំហើយគឺមានកម្លាំងមុនចេញទៅជីមអីអញ្ចឹងដាក់ទឹកដោះគោនោះមកកៅទៅមានកម្លាំងហាត់ប្រាណមកហើយបើនិយាយអញ្ចឹងអ្នកមានទម្ងន់ញ៉ាំបានអត់ហើយញ៉ាំចាប់ពីពេលណាទៅបានញ៉ាំចាប់ពីពេលណាក៏បានដែរចាប់ពីបន្តិចទឹកនោមឃើញភ្លាមញ៉ាំភ្លាមគឺកាន់តែល្អញ៉ាំរហូតដល់ពេលសម្រាលហើយតែសែងខ្ចីញ៉ាំទៅគឺកាន់តែជំនួយដល់ទឹកដោះទៀតសុនិតច្រឡហ្នឹងគឺមានតម្លៃសមរម្យបងប្អូនអាចទុកចិត្តបានព្រោះអីវាជាផលិតផលស្តង់ដាររបស់ប្រទេសអូស្ត្រាលីចូលមកមិនក្រៅពីទិញទៅដោះគោហើយខ្ញុំឆ្លៀតចូលទិញអាគីមមួយនេះខ្ញុំចូលចិត្តញ៉ាំតាមផ្លូវអាហ្នឹងវាជូរមកហើយពេលដែលឃើញខ្ញុំញ៉ាំអេលីក៏ទាញ៉ាំដែរជាមួយមុខប្រាប់ឲ្យថាញ៉ាំកើតទេរឹងទៅចាប់ពីដេកទៀតដាក់ទៅជូរស្វាងចាស់ដល់អញ្ចឹងឥឡូវនេះគឺយើងបានមកដល់ហើយតែមិនទៅដល់វត្តទេគឺមកដល់ផ្ទះសនៈចាដោយសារបុណ្យយើងគឺ2យប់នោះអញ្ចឹងទៅគឺខ្ញុំត្រូវគេមកយប់ស្អែកឡើងគឺត្រូវហែហើយបុណ្យហ្នឹងក៏មានដាក់ account ម៉ាក់ខ្ញុំដែរហើយឥឡូវនេះ finally គ្រូសាជាដិនមកដល់ហើយថ្ងៃនេះម៉ាក់ក្មេកប៉ាក្មេកខ្ញុំក៏មកដែរហើយដឹងថាកូនមកដល់អត់សូវគ្រូខ្លួនឯនឹងយកផ្លែឈើមកឲ្យហើយសូវច្រើនលោកអើយតែ2 3ផ្លែទេពេលពីថាអាសាជូនឡើងដល់បន្ទប់កូនដេកហ្នឹងហើយថាបញ្ចុកដល់ក្រែទៀតនឹងម្ដាយខ្ញុំមិនទេមកយកអីទៀតទៅប៉ុណ្្នឹងបានទេអាសាហើយនេះរីតូចចាបេឡាធំយកទៅថាដូចពុំតែមួយបដ ாய் បេឡាធំទៅមុខចឹងនេះហើយខាងនេះវិញគឺអ្នកបងធីមកពីលខោនយ៉ាអត់មានបានសម្រាប់អីទេដល់ទុនឲ្យភ្នែកងាកមកកញ្ញាស្រីលីកញ្ញាស្រីឡាយើងវិញចាកមុំស្ដោកអស់ហើយឥឡូវសំរុំហ្មងនៅឃើញតាំងឆ្នាំមុនអីដល់ភ្ជុំអីហ្នឹងបខំកូនឲ្យពាក់កៅយកទៅថាម្នាក់ទៀលលោកអត់ព្រមចេញមកទៀតដល់ឥឡូវគេឃើញស្អាតដឹងសំរុំទៅទៀស្លៀកអីតើឥឡូវហ្នឹងងាកបបែកកជុនប្អូនទៅដូចពិបាកឡើងហើយថាម្នាក់ស្រីយើងពិបាកស្លៀកឲ្យឡើងពិបាកទៅប៉ុណ្្នឹងដឹងណាគេស្លៀកទៀតទេអាវុធបត់ហ្នឹងបច្ចុប្បន្នឃើញថាស្រីលីឥឡូវធំដឹងក្តីច្រើនហើយបងប្អូនថាស្រីលីឥឡូវ slow ដែរចា slow ដែរដោយសារខ្ញុំលេងហ៊ានថតធំទៅបើនៅយំខ្មាស់គេអញ្ចឹងវាមិនខ្មាស់ត្រឹមហ្នឹងខ្មាស់ដល់អនាគតកាលទៀតណាអញ្ចឹងទៅមិនបាច់ទេឲ្យយំនៅក្នុងផ្ទះឯងទៅបានដែរហើយថ្ងៃនេះក៏ជាថ្ងៃដំបូងដែលកូនខ្ញុំគាត់ស្គាល់ទិញម៉ងបើស្អីទិញម៉ងអញ្ចឹងឯងទិញម៉ងតែដោយសារទិញម៉ងគេសម័យឥឡូវគេស្អាតគេមិនគួរឲ្យខ្លាចទិញម៉ងសេរីខ្ញុំណាហើយនេះគឺជាគ្រូសា Henry ចាឥឡូវហ្នឹងគឺមានស្រី3ប្រុស1សិនជាមួយឆ្នាំក្រោយយើងអភិវឌ្ឍទៅរកកូនប្រុសមួយទៀតទៅណាហើយមើលត្រីខោរូបស្រី3នាក់ក្រហមទាំង3ចានៅឆ្នាំក្រោយបេឡាវាយដាច់ណាឥឡូវត្រឹមកហើយហ្នឹងហើយនេះគេរីថតគ្រួសារមានអ៊ំមានជាមួយនឹងម៉ាក់ក្មេកប៉ាក្មេកហើយចុះអេលីរៀងបឿហ្មងកូនបែបក្តៅចាមុខអត់រីកសោះអត់រីកមកដេកឆ្អែតទៀតថតហ្នឹងអត់សូវមានអារម្មណ៍នៅក្នុងខ្លួនដោយសារចង់ស្រោតមកដាក់បច្ច័យឲ្យខាងទីម៉ងខ្លាចតែចង់ចូលចិត្តហើយឃើញថាអូ fan ទុះលឹកជុនច្រើនតែចាសប៉ុណ្ណឹងសេរី fan ខ្ញុំ fan កូននេះដល់គុណក្មួយអូនដែលបានស្រឡាញ់ចូលចិត្តកូនមីងហើយឡើងមីងអស់ហើយហ្នឹងហើយបើសិនជាឃើញមីងនៅក្រាបអីកុំហៅដល់ថ្នាក់អ៊ីថ្នាក់អ៊ំអីណាកូនណាហៅត្រឹមបងអីទៅបានហើយចាចាយអីចឹងទៅគ្នានៅក្មេងស្រស់ស្អាតតែកូនពីរខ្ញុំតទទួលស្គាល់ពាក្យហៅមីងហៅអ៊ំមកបានទេលោកខ្ញុំចំណាស់ណាក៏ខ្ញុំមិនតន់ទូយកបានដែរមិញហ្នឹងត្រីខ3ឥឡូវឡើង4ទេអ្នកទាំងអស់គ្នាចាអូសពុតនិយាយទៅម៉ូតតែមួយតែម្ដងពាក្យមកខាងនេះវិញចាអូបងថ្លៃបងអូនថ្លៃអត់ចូលមើលមិនខ្ញុំទៅប្រពន្ធមិនសិចមកទៅអង្គុយជាប់គ្នាទៅខាងទៅអង្គុយខាងវិញមិននេះមិនយូរប្រហែលឥឡូវនេះគឺដល់ម៉ោងហែហើយគឺហែម៉ោង2ដល់10ថ្ងៃត្រង់តែម្ដងចាអូថ្ងៃត្រង់ក្រលួចនិយាយពីមុខម៉ាក់គាត់សប្បាយលោកអើយហើយមិនស្រាលទេណាលោកអើយធ្ងន់ណាស់តែគឺជាបុណ្យដែលគាត់បានធ្វើអញ្ចឹងទៅគាត់សប្បាយចិត្តនឹងធ្វើបុណ្យមែនតើម៉ាក់គាត់ទូលម្នាក់ឯង3ជុំអត់មានផ្លាស់ប្ដូរដៃទេណាបើនាងខ្ញុំកាន់ផ្កានេះវិញដំបងដូចរៀងគូសំដល់យូរទៅលេងញ័រក្លៀកហ្មងញ័រទៅត្រើកបងប្អូននិយាយលេងសើចអីផ្កាធ្ងន់ដំបងនៅសើចសំដល់ហើយយូរទៅក្លៀកចាប់ដល់ញាក់ត្រឹតអូអត់កើតទេចុះឡើងប្តីកាន់ទាំងអស់ហ្នឹងដល់ទៅពេលកំពុងហែលេងភ្លេចឯងកូនទៅណាអាបងក៏បាត់អាប្អូនក៏អត់ឃើញងាកប្តីមើលទៅនោះហែជាប់ឯងជួយកាន់ផ្កានេះវិញឲ្យបាត់កូនបើសួរមិនដឹងក៏មានទៅណាក៏ដើរតាមក្រោយហ្នឹងមនុស្សជាអៀតពេកទៅកុំបានប្អូនថ្លៃគេដឹកដៃក៏មិននឹងវ
វែងកូនបាត់ទៀតដល់អេលីពេលហ្នឹងនៅមួយណាគេដូចជានៅមួយធារាឬក៏អីទេខ្ញុំគិតទៅអូខ្ញុំប្រហែសមែនតើហ្មងពេលហ្នឹងតែជាអត់អីដែរអញ្ចឹងបងប្អូនណាផ្ដាំមិនថាកម្មវិធីអីធំប៉ុណ្ណាឬកម្មវិធីមនុស្សច្រើនប៉ុណ្ណាទេចាត់ចែងកូនចៅអីឲ្យហើយកុំឲ្យសភ្នែកដូចខ្ញុំមកឡើងកំពុកបុនអស់ឲ្យភ័យពេក